តោះអញ្ចឹងតើតើ remote server យើងមាន application 3ដែលត្រូវធ្វើ ISH អានេះយើងធ្វើរួចហើយអញ្ចឹងណាបាទ SCP សម្រាប់ data យើង transfer ចេញពី client ក៏បានចេញពី server ទៅ server ក៏បានពី client ទៅ server ក៏បានណា transfer data ឆ្លងកាត់ internet ដូចគ្នា SF network ក៏បាន internet ក៏បានហើយ SFTP នេះសម្រាប់ live server ហើយ server ឬ client ហើយ server អញ្ចឹងបន្ទាប់មកបានអាច transfer data ទៅបានតោះនេះដើម្បីធ្វើការងារហ្នឹងអ្នកទាំងអស់គ្នាត្រូវឆែកមើលថាតើលើ server របស់យើងនេះមាន SH server អត់ SCP server អត់ SFTP server អត់សម្រាប់ Windows អ្នកទាំងអស់គ្នាបើ Windows អ្នកទាំងអស់នេះមានហើយអា3នេះណាដោយសារយើងបាន install Git រួចហើយតោះណាកន្លែងហ្នឹងអញ្ចឹងអ្វីយើងឆែកមើល Linux មានអត់SCP មានទេមាន SFTP អូខេមានតាមានអីមានតាបាទអញ្ចឹងមានណាអានេះ unknown option អីយើងមិនដឹងទេតែវាដឹងតែមានទៅហ៎បាទ usage អូខេអញ្ចឹងមានអស់ហើយបើ ASA ក៏មានដែរឥឡូវយើងចាប់ផ្ដើមយើងចង់ធ្វើម៉េចជាមួយនឹងការងាររបស់យើងអញ្ចឹងដើម្បីធ្វើអានឹងបានអ្នកទាំងអស់គ្នាត្រូវបង្កើត user SCP មួយASA user មួយហើយនិង SFTP user មួយអញ្ចឹងណាអញ្ចឹងយើងអាចសរសេរ sudo add user យើងថា user ASA អញ្ចឹងចុះចាអាហ្នឹងរួចហើយ user គេ SCP បាទមួយទៀតគេ user គេ SFTP បាទអូខេខ្ញុំធ្វើមើលឲ្យ2មិនតែ ASA ធ្វើខ្លួនឯងចោះរួចរាល់ហើយអញ្ចឹងយើងបកទៅ Windows វិញអញ្ចឹង Windows អ្នកទាំងអស់គ្នាអាចចូលទៅក្នុង .asa យើងបង្កើត key ណា key ខ្ញុំ asa keygen ខ្ញុំដាក់ថា scp key អញ្ចឹងណាបាទ scp key មួយទៀតអីគេsftp key បាទមានប៉ុណ្ណឹងណាASA យើងធ្វើខ្លួនឯងចោះព្រោះហ្នឹងហើយយើងធ្វើច្រើនហើយខ្ញុំធ្វើតែ2ហ្នឹងឲ្យទេបាទរួចរាល់យើងនៅតែប្រើ key អញ្ចឹង ASA copy identity scp key ចូលទៅតាមច្រក user ណា user scp ក្នុង Linux របស់យើង version ប៉ុន្មានLinux របស់យើងគឺអីគេ Linux គឺ IP hostname ដល់ហើយខាងនេះ10.03.116អញ្ចឹងយើងចូល10.03.116អានេះបាទ1 2 3អូខេទៅណា add ចូលទៅណាបាទទី2យើងរុញមួយទៀតគឺសុំ sorry រុញខុស key របស់យើងត្រូវរុញទៅគឺ path ណា private យើងទុកក្នុងម៉ាស៊ីនយើងតោះនេះอย่าរុញខុសណាបាទហើយដក app បើរុញអត់ទៅទេម្ដងទៀតយើងដាក់ដក app មួយទៀតដើម្បីវារុញទៅបាទដក app បាទអញ្ចឹងរុញទៅណាមួយទៀតយើងរុញទៅតាមច្រក user គេ sftp តោះនេះហើយ key វាគឺ sftp តាមច្រក user ហ្នឹង sftp key .path អូខេរុញទៅអស់ហើយណាបន្ទាប់យើងសាកតេស្តមើលឧទាហរណ៍
អឺខ្ញុំមាន data មួយនៅ desktop ខ្ញុំចូលទៅក្នុង desktop យើងអាចចូលអញ្ចឹងបាន desktop mkd scp data អញ្ចឹងណាហើយខ្ញុំចូលទៅក្នុងហ្នឹង scp data ខ្ញុំ type file អីមួយមកខ្ញុំដាក់ថា file មួយដល់100អញ្ចឹងមក dot ok អញ្ចឹងមាន100 file អញ្ចឹងរបៀបបញ្ជូនទៅខ្ញុំសេថា scp មើលឃើញខាងក្រោយបាទ scp ដក p ធំno ដក r data របស់យើងគឺនៅក្នុង desktop នៅក្នុងគេមិញ scp data ផ្កាយរុញទៅដាក់ណា user scp ហើយ ip 10.0.3 sorry 3.100 100 ម៉ានមិញ116បាទ116អញ្ចឹងហ៎កុំភ្លេចដាក់ key ផងយើងអត់ដាក់ key អត់ទៀងទាត់អត់បានអញ្ចឹងដក i key យើងឈ្មោះគេមិញនៅក្នុង sa key ឈ្មោះគេ scp key អញ្ចឹងហ៎បាទរុញ copy data ទាំងអស់ចូលទៅក្នុង user ហ្នឹងហើយដាក់ចូលទៅក្នុង home directory ហ្នឹងបាទណាបើយើងចង់ដាក់ដូរយើងថាអូខេឥឡូវយើង sudo login scp user scp ឥឡូវយើងចង់ឲ្យមាន data ណាបាទអញ្ចឹងយើងចូលទៅក្នុង user ហ្នឹងសេ mkd data ក្នុង folder ហ្នឹងទៅបងប្អូនបាទអញ្ចឹងយើងមាន folder data ហ្នឹងអញ្ចឹងដល់ពេលបកមកនេះវិញគឺថែមគេ data តោះបាទឥឡូវយើងចូលពីហើយរៀងអត់សូវ detail ហ្មងទេខ្ញុំគិតថាយើងធ្វើច្រើនអញ្ចឹងអាចយល់ទាត់ហើយណាបាទអញ្ចឹងវារុញទៅអញ្ចឹងយើងទៅមើលក្នុង Linux មានមែនអត់ ls data អញ្ចឹងវារុញមកក្នុង Linux បាទមួយនោះនេះបាទ2មួយទៀតយើងធ្វើតាក់ទងនឹង scp ម្ដង scp គឺយើងប្រើ sftp នោះនេះហើយ i key មិញឈ្មោះគេ .sh sftp key ចូលតាម user sftp ip គឺ110 បាទអញ្ចឹងពេលអ្នកទាំងអស់គ្នាប្រើ application នឹងដើម្បី remote ទៅកាន់ server វាចេញតែប៉ុណ្្នឹងទេបាទវាចេញតែប៉ុណ្្នេះវាចេញតែប៉ុណ្្នឹងទេតោះនេះអញ្ចឹងកាលណាវាចេញប៉ុណ្្នឹងបានន័យថាទី1កំពុងឈរនៅក្នុង Linux ផងកំពុងឈរនៅក្នុង Windows ផងណាតោះនេះកាលណាវាចូលពីរអញ្ចឹងវា live ណា live OS ទាំងពីរចូលគ្នាណាកំពុងឈរនៅក្នុង Windows ផងកំពុងឈរនៅក្នុងបាទ Linux ផងឧទាហរណ៍ថាខ្ញុំសេថា LLS បើអ្នកទាំងអស់គ្នាសរសេរ LLS បានន័យថាអាហ្នឹងគឺកំពុងនៅក្នុង Windows ពាក្យពេញវា local LLS អរនេះបើខ្ញុំសរសេរថាខ្ញុំសរសេរថា LS អាហ្នឹងគឺកំពុងឈរនៅក្នុងអីគេនៅក្នុង Linux អរនេះតោះកន្លែងហ្នឹងបាទឈរនៅក្នុង Linux បាទអញ្ចឹងអ្នកទាំងអស់គ្នាមើល clear មួយ CLS LCLS ចុះមកនេះឲ្យ clear អូខេចឹងចោះខ្ញុំវាយថា PWD ពេលហ្នឹងគឺវាឈរនៅក្នុងគេចេះចាំតិចយើងមាន
បាទអញ្ចឹងខ្ញុំវាយណាខ្ញុំវាយ PWD អញ្ចឹងវានឹងបង្ហាញថា home directory តើនេះនៅក្នុង Windows ឬនៅក្នុង Linux ផាតហ្នឹងនៅក្នុង Windows ឬនៅក្នុង Linux Linux ព្រោះយើងទៅតែបង្កើត user មួយឈ្មោះ user SFTP ត្រូវទេអញ្ចឹងបានន័យថាយើងវាយ PWD បើខ្ញុំវាយថា LPWD ពេលហ្នឹងនៅក្នុងអីគេ Windows ឃើញ user រីកពន្លឺ desktop CP data នេះបាញ់ហ៎បើយើង remote ចេញពីហ្នឹងទៅតោះនេះតោះឡើងណាអូខេបាទប៉ុណ្ណឹងចាំជួបគ្នាទៀតយើងថែម3 application ទៀតបញ្ចប់បើចង់បើសិនជាយើងចង់ copy យើងអាចសេចេះ port .m port មានន័យថា upload ពី Windows ទៅអញ្ចឹង Windows របស់យើងមិននៅណា data របស់យើងនេះយើងដាក់ឃើញយើងកំពុងមកលើ desktop ចឹង desktop វាគឺ user រាជពន្លឺអីគេ desktop sorry desktop ហើយ SCP data ដាក់ទៅចូលក្នុងណាចូលនៅក្នុង Linux ក្នុង Linux អីគេមិញ home user SFTP ហើយមានអីមួយទៀតមាន data ហ៎មានអស់នេះ invalid ធំport ធំ user រាជពន្លឺ desktop SCP data home user SFTP data Rikyo បាទទៅអញ្ចឹងអស់នេះបាទគេយើងរុញទៅណាដូចគ្នាយើងសរសេរថា port .r ហើយដាក់ path វាមក path សូមបញ្ជាក់អានេះ path របស់អីគេរបស់ Windows អានេះ path របស់អីគេរបស់ Linux អញ្ចឹងវា live គ្នាពីរអញ្ចឹងណាបាទអញ្ចឹងពេលយើងរៀនទៅតាក់ទង remote វាមាន application ច្រើនសម្រាប់ធ្វើការ remote ហើយយើងបាន3 SCP អត់មានត្រូវការ live ទេគឺដាច់ផឹង remote ចេញពី client យកទៅតែម្ដងដល់ពេល ASA គឺ remote ចូលក្នុងអីគេ Linux ដល់ពេល SFTP live ទាំងពីរទាំង Linux ទាំង Windows ហើយយើងអាចមើល file system គ្នា drive D drive C ឬក៏ path របស់ Linux ទៅវិញទៅមកបានតោះនេះបាទអញ្ចឹងយើងមានអានឹងមួយទៀត